អរគុណ Manchester City មកមានយកជាងគេនៅក្នុងទីផ្សារដោះដូរកីឡាករបាទគឺបន្ថែមបាទគឺខ្សែបម្រើម្នាក់ទៀតហើយបាទគឺរបស់ក្រុម AC Milan ជំរឿសជាតិហូឡង់កីឡាករបាទគឺរបស់ AC Milan បាទគឺលោក Pep Guardiola បានទិញមកបន្ថែមទៀតហើយបាទសម្រាប់កីឡាករបាទគឺ Reinder បាទគឺរូបនេះបាទគឺបាទទីចានីបាទ Reinder នេះនៅក្នុងទំហំទឹកប្រាក់ប្រមាណជា46លាន50ម៉ឺនផោនក្នុងកិច្ចសន្យារយៈពេល5ឆ្នាំនេះគឺជាកីឡាករទី4ដែលលោក Pep Guardiola ទិញមករួមក្រុមបន្ទាប់ពីទិញ Ryan Atonori, Marcos Bellerin និងកីឡាករ Cherki កីឡាករហូឡង់ដែលមានវ័យបាទគឺ26ឆ្នាំរូបនេះបាទគឺនឹងចូលរួមជាមួយនឹងក្រុម Manchester City នៅក្នុងពានរង្វាន់ Club World Cup នៅស្រុកអាមេរិកតែម្ដងហើយកីឡាករបាទហូឡង់រូបនេះធ្លាប់លេងឲ្យក្រុមជម្រើសជាតិបាន23បាទគឺប្រកួតបាទសម្រាប់បាទជាពិសេសគេលេងជាកីឡាករបម្រុងពេលក្រុមហូឡង់យកឈ្នះប្រទេសម៉ាតា8-0គេលេងបាន54ប្រកួតសុទ្ធបាន15គ្រាប់គ្រប់កម្មវិធីឲ្យក្រុម AC Milan កាលពីរដូវមុនបាទការមកដល់របស់កីឡាកររូបនេះគឺមកជំនួសតំណែងកីឡាករ Kevin De Bruyne ដែលផ្លាស់ទៅកាន់ក្លឹប Napoli ផងដែរគឺមកបំពេញបាទគឺនៅតំបន់កណ្ដាលរបស់ក្រុម Manchester City ក្រុម Manchester City បាទគឺក្រុមនេះបាទគឺនៅឆ្នាំ2024-2025នេះគឺបញ្ចប់ទៅបាទគឺដោយដៃទទេខណៈពេលក្រុមនេះគឺជាក្រុមល្បីល្បាញក្រោមការដឹកនាំរបស់លោក Pep Guardiola រហូតមកដល់ពេលនេះបាទគឺ Manchester City បានឈានដល់កិច្ចព្រមព្រៀងបាទទិញយកកីឡាករអន្តរជាតិបារាំងម្នាក់ទៀតហើយបាទគឺកីឡាករបាទគឺ Cherki បាទគឺ Cherki នេះបាទដោយចុះកិច្ចសន្យាបាទគឺរយៈពេលបាទគឺ5ឆ្នាំ Ryan Cherki នេះបាទគឺមានទំហំទឹកប្រាក់ប្រមាណជា30លានបាទ30លានផោនបាទគឺ45ម៉ឺនបាទដោយចុះកិច្ចសន្យារហូតដល់ទៅឆ្នាំ2030កីឡាករវ័យ20បាទគឺ1ឆ្នាំជាខ្សែបម្រើនេះបាទគឺបានចូលលេងឲ្យក្រុមលីយ៉ុងបាទគឺតាំងពីឆ្នាំ2000មកម្លេះបាទហើយលេងមិនតិចជាង200ប្រកួតទេឥឡូវនេះគេសម្រេចចិត្តមកចូលរួមជាមួយនឹងលោក Pep Guardiola ដែលមានទំហំទឹកប្រាក់30លាន45ម៉ឺនផោនដោយចុះកិច្ចសន្យារយៈពេលបាទគឺ5ឆ្នាំកីឡាករបាទគឺ Ryan នេះក៏ជាកីឡាករបាទគឺល្អធ្លាប់ចាប់អាជីពជាមួយនឹងលីយ៉ុងតាំងពីឆ្នាំ2000បាទគឺ16មកម្លេះបាទ2000បាទគឺ19បាទតាំងពីអាយុបាទគឺ16ឆ្នាំមកម្លេះបាទលេងបាន185ប្រកួតបាទគឺសុទ្ធបាន29គ្រាប់បោះឲ្យគេសុទ្ធ45គ្រាប់ដូច្នេះបាទគឺជាសមាជិកថ្មីរបស់ក្រុម Manchester City បាទគឺនៅរដូវកាលជាបន្តទៀតផងដែរបាទយើងទៅមើលបាទគឺក្រុមបិសាចក្រហម Manchester United បាទគឺដូចជាទុនដៃណាស់ប៉ុន្មានរដូវកាលចុងក្រោយនេះបាទជាពិសេសបាទនៅក្នុងរដូវកាល2024-2000បាទគឺ25នេះទទួលបានត្រឹមចំណាត់ថ្នាក់បាទគឺទី15នៅក្នុងតារាងបាទគឺ Premier League តែប៉ុណ្ណោះយើងមើលទៅបាទក្រោមការដឹកនាំបាទគឺរបស់លោកបាទ Robin បាទគឺអាមរុំនោះបាទឃើញថាបានឈានដល់កិច្ចព្រមព្រៀងទិញយកកីឡាករអន្តរជាតិប្រេស៊ីលបាទគឺកីឡាករ Matos Koha មករួមក្រុមហើយនៅក្នុងទំហំទឹកប្រាក់62លាន50ម៉ឺនបាទគឺផោនបាទគឺមករួមក្រុមហើយKoha បាទគឺសុទ្ធបាន17គ្រាប់គ្រប់កម្មវិធីឲ្យក្រុម Wolverhampton បាទគឺកាលពីឆ្នាំមុនប៉ុន្តែបាទគឺលោកបាទគឺ Robin នេះគាត់ថាMan U ត្រូវការទិញកីឡាករលំដាប់អន្តរជាតិបាទយ៉ាងតិចបាទគឺចំនួន4នាក់បាទគឺបន្ថែមទៀតផងដែរនៅក្នុងនោះបាទគឺ Man U ក៏សម្លឹងទៅរកកីឡាករ Brian Mbeumo របស់ក្រុម Brentford បាទកីឡាករបាទគឺរូបនេះបាទក៏មានការចាប់អារម្មណ៍ផងដែរហើយដាក់តម្លៃប្រមាណជា45លានផោនបាទហើយបន្ថែមអត្ថប្រយោជន៍បាទគឺប្រមាណជា10លានផោនបន្ថែមទៀតផងដែរប៉ុន្តែបាទកីឡាករបាទគឺ Mbeumo នេះត្រូវបានក្រុម Brentford បាទគឺទាររហូតដល់ទៅ60បាទគឺលានផោនឯណោះក្រៅពីនោះ Man U ក៏ចង់បានកីឡាករបាទគឺលៀមបាទ Delap ប៉ុន្តែកីឡាកររូបនេះគឺផ្លាស់ទៅកាន់ Chelsea ទៅហើយក៏ចង់បានបាទកីឡាករ Victor Gyökeres បាទគឺរបស់ក្រុម Sporting Lisbon បូកបញ្ចូលកីឡាករ Victor Osimhen របស់ក្រុម Napoli គិតត្រឹមវេលានេះបាទឃើញថាសម្រាប់ Man U បាទគឺបានសម្រេចតែម្នាក់ទេគឺ Matos Koha មកពីក្រុម Wolverhampton ហើយលោកអាចមកបំពេញកន្លែងដូចជា Casemiro ដែលជារដូវកាលចុងក្រោយរបស់គាត់ហើយទម្រង់លេងមានការធ្លាក់ចុះ
ខណៈពេលកីឡាករ Kobe Maino បាទគឺមិនទាន់ច្បាស់ពីអនាគតរបស់ខ្លួនថាតើនៅជាមួយក្លឹបដែរឬយ៉ាងណាក្រៅពីនោះ Man U ត្រូវរុះរើជាបន្តទៀតត្រូវរកអ្នកចាំទីមកបំពេញកន្លែងកីឡាករ Andre Onana ទម្រង់របស់គេធ្លាក់ចុះស្របពេលកីឡាករបាទគឺ Altay Buyender នឹងត្រូវទៅផ្លាស់ទៅកាន់បាទគឺក្លឹប Besiktas របស់ប្រទេសទូគីផងដែរអញ្ចឹងគិតត្រឹមវេលានេះបាទក្រុម Manchester United បាទគឺបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងកីឡាករប្រេស៊ីលតែមួយនាក់តែប៉ុណ្ណោះក្រុម Sporting Lisbon បាទគឺក្រុមជើងឯកកំពូលរបស់ប្រទេសប៉ូទុយហ្គាល់ដែលមានខ្សែប្រយុទ្ធបាទ Victor Gyökeres បាទកីឡាករអន្តរជាតិបាទគឺស៊ុយអែតរូបនេះបាទត្រូវបានក្លឹបធំជាច្រើនបាទរបស់ពិភពលោកបាទគឺចង់បានរូបគេទៅរួមក្រុមផងដែរនៅក្នុងនោះគឺមានក្រុមកំភ្លើងធំ Arsenal ដូចជាក្រុមបាទគឺលោក Miguel Arteta បាទក្រុមលោក Robin Amorim បាទគឺ Manchester United ក្រុមសេះបង្កង Juventus និងតោខៀវ Chelsea កីឡាករបាទគឺ Gyökeres បាទ Victor នេះបាទគឺសុទ្ធបាន54គ្រាប់បោះឲ្យគេសុទ្ធបាទគឺ13គ្រាប់បាទគ្រប់កម្មវិធីផងដែរនៅក្នុងនោះដែរបាទគឺម្ចាស់ក្លឹបគាត់បានបញ្ជាក់ថាបាទគឺមិនមានព័ត៌មានពិតបាទតាក់ទងនឹងការឲ្យតម្លៃរហូតដល់ទៅ60លានអឺរ៉ូបូកនឹងអត្ថប្រយោជន៍នោះទេលោកបានបាទតាមបាទគឺអ្នកសារព័ត៌មានដ៏ល្បីឈ្មោះបាទគឺលោក Fazio បាទគឺ Romano បាទគឺបានបញ្ជាក់ថា Arsenal បាទហ៊ានឲ្យបាទគឺ60លានបាទគឺអឺរ៉ូប៉ុន្តែសម្រាប់ម្ចាស់ក្លឹបបានចេញបដិសេធថាកីឡាកររូបនេះបាទគឺមិនដាក់លក់នៅក្នុងទំហំទឹកប្រាក់ប៉ុណ្ណឹងទេបាទមាន100លានឡើងបាទគឺទើបលក់តែម្ដងហើយមានក្លឹបធំជាច្រើនហើយបើសិនបើតង់ទិញផ្ដាច់កិច្ចសន្យានោះមានរហូតដល់ទៅ100លានបាទគឺអឺរ៉ូទើបបាទគឺក្លឹបអាចអនុញ្ញាតឲ្យចេញបានហើយនៅក្នុងនោះផងដែរបាទ Arsenal បាទជាក្លឹបទី1ដែលហ៊ានដាក់តម្លៃចំនួន65លានអឺរ៉ូបូកជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀតដើម្បីនាំយកកីឡាករបាទគឺស៊ុយអែតរូបនេះបាទគឺមកកាន់ Premier League ប៉ុន្តែរហូតមកដល់ពេលនេះគឺមិនទាន់មានព័ត៌មានឬក៏ឈានដល់កិច្ចព្រមព្រៀងណាច្បាស់លាស់មួយទេរវាងក្លឹប Sporting Lisbon ជាមួយនឹងក្លឹបនៅក្នុងក្របខ័ណ្ឌ Premier League យើងទៅធ្វើបច្ចុប្បន្នភាពមួយទៀតបាទតាក់ទងនឹងកីឡាករបាទគឺតារា World Cup ឆ្នាំ2018របស់ប្រទេសបារាំងបាទគឺ Paul Pogba អាចត្រឡប់មកកាន់វាស្មៅវិញហើយបន្ទាប់ពីអវត្តមានជាច្រើនខែច្រើនឆ្នាំបាទស្របពេលដែលកីឡាកររូបនេះត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា FIFA ពីនៃមិនឲ្យចូលរួមប្រកួតតាក់ទងនឹងប្រើសារធាតុបើកម្លាំងគេហៅថា doping បាទគឺកិច្ចបាទវេះមិនព្រមបាទគឺរកតេស្តបាទសារធាតុបើកម្លាំងកីឡាករ Paul Pogba ដែលមានវ័យ32ឆ្នាំរូបនេះបាទគឺរួចផុតពីការដាក់ទោសទណ្ឌរបស់សហព័ន្ធបាល់ទាត់ពិភពលោកហើយឥឡូវនេះបាទគឺមានក្លឹបជាច្រើនដែលចង់បានរូបគេដូចជាក្លឹបសារិកាព្រៃ Newcastle United បាននៅក្នុងក្របខ័ណ្ឌ Premier League Manchester United ក្លឹបចាស់របស់គាត់រួមជាមួយនឹងក្លឹបបាទគឺ Olympic Marseille ប៉ុន្តែអ្វីដែលច្បាស់ការបំផុតនោះបាទគឺតាមបាទការនិយាយរបស់បាទគឺអ្នកសារព័ត៌មានបាទគឺលោក Romano បានបញ្ជាក់ថាក្លឹបបាទគឺ AS Monaco ដែលស្ថិតនៅក្នុងក្របខ័ណ្ឌលីកអងរបស់ប្រទេសបារាំងហើយដែលជាស្រុកកំណើតបាទគឺរបស់ Paul Pogba ផងនោះបាទកំពុងតែឈានដល់បាទគឺកិច្ចព្រមព្រៀងហើយដើម្បីនាំយកកីឡាកររូបនេះបាទគឺទៅពង្រឹងក្រុមផងដែរក្រៅពីនោះបាទគឺ Monaco ក៏ចង់បានកីឡាករ Ansu Fati មួយទៀតដើម្បីធ្វើជាដៃគូស្របពេលដែលកីឡាករទាំងពីរបាទគឺជាកីឡាករជំនាញនៅតំបន់កណ្ដាលផងដែរហើយក្នុងនោះបាទគឺបានសារព័ត៌មានបានចុះផ្សាយថាក្លឹបអូឡ িম্প ិកម៉ាក់សៃ Al Ittihad របស់ប្រទេសអារ៉ាប៊ីសាអូឌីត FC Barcelona របស់ប្រទេសអេស្ប៉ាញ Al Nassr បាទគឺរបស់បាទគឺប្រទេសអារ៉ាប៊ីសាអូឌីតស្ថិតនៅក្នុងបេក្ខជនដែលត្រូវប្រកួតប្រជែងគ្នាតែម្ដងសូមបញ្ជាក់ជូនផងដែរថា Paul Pogba គិតត្រឹមវេលានេះគេមានវ័យបាទគឺ32ឆ្នាំហើយសម្រាប់កីឡាករបាទគឺបារាំងរូបនេះធ្លាប់លេងបាន423ប្រកួតគ្រប់កម្មវិធីសុទ្ធបញ្ចូលទីបាន73គ្រាប់ហើយជាប់ក្រុមជម្រើសជាតិបារាំង91ប្រកួតសុទ្ធបានបាទគឺ11គ្រាប់ធ្លាប់ទទួលបានជើងឯកពិភពលោកកាលពីឆ្នាំ2018ដែលបារាំងយកឈ្នះក្រូអាត4-2នៅក្នុងប្រទេសរុស្ស៊ីកីឡាករ Gerard Piqué បាទគាត់បានបញ្ជាក់ថាបាទគឺមានបាទគឺអ្នកសារព័ត៌មានឬក៏អ្នកយកព័ត៌មានតាមទូរទស្សន៍ដល់បាទគឺពីទំហំទឹកប្រាក់របស់គាត់បាទគឺមិនត្រឹមត្រូវទេនៅក្នុងពេលគាត់ប្រកួតបាទគឺបាល់ទាត់អាជីពកន្លងមក
ខេរ៉ាត់ពីកេដែលជាអតីតបាទគឺស្វាមីរបស់តារាចម្រៀងប៉ុបល្បីបាទគឺសាគីរ៉ានោះបានប្រាប់ដល់សារព័ត៌មានថាបាទរូបគេធ្លាប់ប្រកបអាជីពបាទគឺបាន667ប្រកួតជាមួយនឹងក្លឹប Manchester United, Real Zaragoza និង AC Barcelona ហើយសុទ្ធបញ្ចូលទីបាន57គ្រាប់កីឡាករអេស្ប៉ាញដែលមានវ័យ38ឆ្នាំរូបនេះធ្លាប់លើកពាននៅក្នុងក្របខ័ណ្ឌ La Liga រហូតដល់ទៅ9ដងជើងឯក UEFA Champions League ចំនួន4ដងនិងជើងឯកជាច្រើនទៀតនិងធ្លាប់ជាប់ក្រុមជម្រើសជាតិអេស្ប៉ាញចំនួន102ប្រកួតសុទ្ធបាន5គ្រាប់ឈ្នះជើងឯកពិភពលោកកាលពីឆ្នាំ2010ទទួលបានជើងឯកពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ2008ជើងឯកទ្វីបអឺរ៉ុបបាទគឺ2000បាទគឺ12ផងដែរបាទកីឡាករបាទខេរ៉ាត់ពីកេរូបនេះបាទគឺបានបញ្ជាក់ថាមានព័ត៌មានបាទគឺទូរទស្សន៍បាទគឺលេខ3បាទរបស់ប្រទេសអេស្ប៉ាញបានបង្ហាញអំពីទំហំទឹកប្រាក់របស់គាត់ថាគាត់ទទួលបានត្រឹមតែបាទគឺ4លានបាទគឺផោនបាទមួយសប្តាហ៍គឺ75,000ផោនក្នុងមួយសប្តាហ៍កាលពីឆ្នាំ2021នៅក្នុងនោះបាទគេបានបង្ហាញថាគាត់ទទួលបានទឹកប្រាក់រហូតដល់ទៅ11លានបាទគឺ70,000ផោននៅក្នុងមួយរដូវកាលជាព័ត៌មានបាទគឺគេហៅថាបាទគឺបំផោងបាទគឺទំហំទឹកប្រាក់នៃប្រាក់ចំណូលរបស់គាត់ផងដែរ